នៅក្នុងជីវិតយើងពាក់ព័ន្ធនឹងរឿងថប់អារម្មណ៍មនុស្សយើងម្នាក់គ្រាន់តែតិចឲ្យច្រើនទេពីព្រោះអីឲ្យតែយើងជួបរឿងអីដែលយើងទទួលអារម្មណ៍មួយថាកុំរៀងកុំហាយចេញថប់អារម្មណ៍ហើយណាអាការកុំរៀងកុំហាយហ្នឹងនៅកាន់តែយូរបោះពណ៌ផ្លូវចិត្តកាន់តែខ្លាំងពីព្រោះអីយើងត្រូវការសុវត្ថិភាពហើយយើងត្រូវចាប់អារម្មណ៍ខួរក្បាលរបស់យើងជាធម្មតាវា scan រហូតតែស្អីដែលគ្រោះថ្នាក់ដើម្បីអីដើម្បីបង្ការបញ្ហាដើម្បីរកសុវត្ថិភាពអញ្ចឹងហើយបានជាខួរក្បាលយើងហ្នឹងចាប់រហូតតែចាំតែរឿងអាក្រក់ទេដោយសារអីទូនាទីរបស់ខួរក្បាលវាធ្វើម៉េចឲ្យយើងរស់ជីវិតឲ្យយើងនៅរស់រានអញ្ចឹងបើសិនស្អីមួយគម្រាមកំហែងខួរក្បាលវាផ្ដល់ព័ត៌មានមករត់ហើយគឺបែបហ្នឹងអញ្ចឹងយើងត្រូវយល់ចំណុចហ្នឹងអញ្ចឹងកម្លាំងចិត្តសំខាន់ណាស់ណាអញ្ចឹងហើយបានជាខ្លួនយើងត្រូវយល់អំពីកលឹះធ្វើម៉េចឲ្យយើងមានកម្លាំងចិត្តស្រាប់ដល់ពេលកម្លាំងចិត្តយើងអត់ខ្សោយ